ឃើញនៅពេលដែលបងប្អូនទាំងអស់គ្នាចង់រកគាត់អញ្ចឹងនៅខាងលើនេះយើងគេដាក់ថា folder name អញ្ចឹងបងប្អូនទាំងអស់គ្នាអាចបង្កើតឈ្មោះនៅត្រង់នេះបានគេដាក់ថា folder name នេះអញ្ចឹងបងប្អូនទាំងអស់គ្នាអាចសរសេរឈ្មោះមកបាទឈ្មោះដែលបងប្អូនទាំងអស់គ្នាចង់ដាក់ហ្នឹងបាទជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ Channel YouTube របស់ខ្ញុំនេះខ្ញុំបាទមានចំណេះដឹងថ្មីមួយទៀតដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នាអំពីរបៀបនៃការរៀបចំ Telegram ឲ្យមាន folder ផ្សេងគ្នាហើយបងប្អូនទាំងអស់គ្នាងាយស្រួលក្នុងការរកអតិថិជនឬក៏រកមនុស្សម្នាក់ណាដែលយើងចង់រកអញ្ចឹងបងប្អូនទាំងអស់គ្នាកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅអនុវត្តទាំងអស់គ្នាដើម្បីបង្កើតឈ្មោះ folder បានបងប្អូនទាំងអស់គ្នាចូលទៅក្នុង Telegram បាទបន្ទាប់ពីបងប្អូនចុចទៅក្នុង Telegram ហើយយើងដោះ password របស់ Telegram បងប្អូនទាំងអស់គ្នាមកដោយសារតែខ្ញុំបានដាក់ password អញ្ចឹងវាអត់ load ឃើញផ្ទាំងអ្វីទេព្រោះខ្ញុំ record ទៅវាមិនអោយឃើញទេបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាចូលមកក្នុង Telegram របស់បងប្អូនទាំងអស់គ្នាមកបងប្អូនទាំងអស់គ្នាចូលមកក្នុង setting ត្រង់នេះបាទបន្ទាប់ពីបងប្អូនទាំងអស់គ្នាចូលមកក្នុង setting ហើយបងប្អូនទាំងអស់គ្នាអូ scroll ឡើងលើមកបាទអូ scroll មកបងប្អូនទាំងអស់គ្នាទៅរកពាក្យថា chat folder បាទបន្ទាប់ពីបងប្អូនទាំងអស់គ្នាចូលឃើញ chat folder ហើយបងប្អូនទាំងអស់គ្នាចុចទៅលើ chat folder មកបាទនោះបងប្អូនទាំងអស់គ្នានឹងឃើញតម្រងដែលខ្ញុំបានបង្កើតនៅ folder នីមួយៗនិងឈ្មោះនីមួយៗដែលខ្ញុំចង់រកឬក៏ឈ្មោះអ្នកណាដែលសំខាន់យើងសម្រាប់យើងប្រើប្រាស់ប្រចាំថ្ងៃបងប្អូនទាំងអស់គ្នាអាច add ចូលជា folder តែមួយដើម្បីរៀបចំឲ្យមានស្នាប់ស្ងប់ក្នុងការស្វែងរកដើម្បីងាយស្រួលក្នុងការស្វែងរកពេលដែលបងប្អូនទាំងអស់គ្នាមានឈ្មោះបែបនេះពេលដែលអ្នកណាម្នាក់ដែលបងប្អូនអរគ្នាបានកំណត់រួចហើយបងប្អូនគ្រាន់តែឃើញ message មកឬក៏ notification មកបងប្អូនដឹងថាភ្ញៀវខាងណាឬក៏អ្នកថ្មីឬក៏អ្នកធ្លាប់ស្គាល់ហើយបងប្អូនទាំងអស់គ្នាបាទអញ្ចឹងខ្ញុំនឹងឧទាហរណ៍ជូនបងប្អូនទាំងអស់គ្នាអំពីរបៀបនៃការលុបនិងបង្កើតអញ្ចឹងខ្ញុំសូមលុបនៅត្រង់នេះបើសិនជាបងប្អូនទាំងអស់គ្នាចង់លុបនៅ folder ណាមួយឬក៏ចង់លុបនៅ group ណាមួយដែលបងប្អូនបង្កើតហើយបងប្អូនអាចលុបទៅត្រង់សញ្ញាត្រេ3នេះបានអញ្ចឹងយើងលុបនៅត្រង់សញ្ញាត្រេ3នេះយើងចុចពាក្យថា remove ឬក៏បងប្អូនទាំងអស់គ្នាចង់ edit ក៏បានដែរបាទអញ្ចឹងបងប្អូនទាំងអស់គ្នាចង់ edit ដាក់ឈ្មោះថ្មីក៏បានឬក៏បងប្អូនទាំងអស់គ្នាចង់លុបចោលក៏បានដែរបើបងប្អូនទាំងអស់គ្នាចង់ edit ឈ្មោះនឹងគឺបងប្អូនទាំងអស់គ្នាអាច edit ឈ្មោះនឹងបានបាទតែបើបងប្អូនទាំងអស់គ្នាអត់ចង់ edit ទេបងប្អូនទាំងអស់គ្នាអាចចេញមកវិញហើយបងប្អូនទាំងអស់គ្នាចុចត្រេ3ដដែលបងប្អូនអាចលុបចោលតែម្ដងអញ្ចឹងខ្ញុំសូមលុបអានេះចោលដើម្បីខ្ញុំបង្កើត folder ថ្មីជូនបងប្អូនទាំងអស់គ្នាដើម្បីជាការចែករំលែកចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងបាទអញ្ចឹងបងប្អូនទាំងអស់គ្នាចុចមកលើពាក្យថា create new folder បន្ទាប់ពីបងប្អូនទាំងអស់គ្នាបានចុចទៅលើ create new folder នេះហើយបងប្អូនទាំងអស់គ្នានឹងឃើញពាក្យថា add chat អញ្ចឹងពាក្យថា add chat នៅត្រង់នេះបងប្អូនទាំងអស់គ្នាអាច add នរណាម្នាក់ដែលបងប្អូនទាំងអស់គ្នាមានការចាំបាច់ឬក៏សំខាន់ឈ្មោះគោលដែលបងប្អូនទាំងអស់គ្នាចង់រកប្រចាំថ្ងៃអញ្ចឹងវានឹង load ឧទាហរណ៍ថាបងប្អូនទាំងអស់គ្នាមួយចំនួនមានម៉ួយឬក៏មានភ្ញៀវដែលទិញអីវ៉ាន់បងប្អូនទាំងអស់គ្នាអាច add គាត់ចូលមកបាទដើម្បីបងប្អូនទាំងអស់គ្នារកឃើញនៅពេលដែលបងប្អូនទាំងអស់គ្នាចង់រកគាត់អញ្ចឹងនៅខាងលើនេះយើងគេដាក់ថា folder name អញ្ចឹងបងប្អូនទាំងអស់គ្នាអាចបង្កើតឈ្មោះនៅត្រង់នេះបានគេដាក់ថា folder name នេះអញ្ចឹងបងប្អូនទាំងអស់គ្នាអាចសរសេរឈ្មោះមកបាទឈ្មោះដែលបងប្អូនទាំងអស់គ្នាចង់ដាក់ហ្នឹងអញ្ចឹងខ្ញុំដាក់ឈ្មោះមួយជាឧទាហរណ៍ជូនបងប្អូនទាំងអស់គ្នាចា៎បាទ
ចឹងខ្ញុំដាក់ប៉ុណ្ណឹងបន្ទាប់ពីខ្ញុំដាក់រួចហើយបងប្អូនទាំងអស់គ្នានឹងត្រូវ add ឈ្មោះអតិថិជនរបស់បងប្អូនទាំងអស់គ្នាឬក៏ឈ្មោះមិត្តភ័ក្តិបងប្អូនរបស់បងប្អូនទាំងអស់គ្នាចូលអ្នកណាដែលបងប្អូនទាំងអស់គ្នាចាំបាច់ប្រើប្រាស់រាល់ថ្ងៃហើយបែងចែកគ្រប់ផ្សេងគ្នាទៅដើម្បីងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងខ្ញុំសូមចុចទៅលើ add chat នេះអញ្ចឹងខ្ញុំទៅជ្រើសយកអ្នកណាម្នាក់ដែលខ្ញុំចាំបាច់ត្រូវការនិយាយជាមួយគាត់រាល់ថ្ងៃឬក៏អ្នកណាម្នាក់ដែលសំខាន់សម្រាប់ខ្ញុំធ្វើការងារប្រចាំថ្ងៃរបស់ខ្ញុំបាទអញ្ចឹងខ្ញុំចុច add បែបនេះខ្ញុំ add តែពី3នាក់បងប្អូនចង់ add ច្រើនក៏បានដែរតែសម្រាប់ខ្ញុំគ្រាន់តែឧទាហរណ៍ជូនបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំ add តែពី3នាក់ដើម្បីចែករំលែកចែកជូនដល់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានចុចនៅលើឈ្មោះនរណាម្នាក់ឬក៏ឈ្មោះដែលបងប្អូនទាំងអស់គ្នាចង់បានហើយបងប្អូនទាំងអស់គ្នាអាចចុចទៅលើសញ្ញា tick នេះដើម្បីបញ្ចប់បាទមិនទាន់អស់ទេបើសិនជាបងប្អូនទាំងអស់គ្នាបានចុច tick នេះរួចហើយបងប្អូនទាំងអស់គ្នានៅមានចំណុចមួយទៀតដែលបងប្អូនទាំងអស់គ្នាត្រូវធ្វើគឺបងប្អូនទាំងអស់គ្នាត្រូវចុចទៅលើពាក្យថា save នេះដើម្បីឲ្យជាប់ទៅលើ folder នៅក្នុង Telegram របស់យើងអញ្ចឹងបងប្អូនទាំងអស់គ្នាអាចចុចទៅលើ save នេះមកបានបាទអញ្ចឹងបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានចុចទៅលើ save នេះរួចហើយបងប្អូនទាំងអស់គ្នាបែរត្រឡប់ថយក្រោយវិញបងប្អូនទាំងអស់គ្នាទៅមើលក្នុង folder របស់យើងវិញបាទអញ្ចឹងយើងចូលទៅក្នុង chat របស់យើងវិញតើយើងមាន folder ដែលបង្កើតថ្មីឬអត់បាទអញ្ចឹងឃើញថា folder ដែលយើងបង្កើតថ្មីនេះវានៅខាងស្នាមដៃឯណោះហើយវានៅឆ្ងាយហើយយើងមើលមិនឃើញទេអញ្ចឹងអ្វីដែលបងប្អូនទាំងអស់គ្នាត្រូវធ្វើបងប្អូនទាំងអស់គ្នាចុចទៅលើឈ្មោះដែលយើងបង្កើតថ្មីនេះមកបាទបន្ទាប់ពីបងប្អូនទាំងអស់គ្នាចុចទៅលើឈ្មោះថ្មីនេះហើយវានឹងឃើញសញ្ញាមុខព្រួញបាទសញ្ញាមុខព្រួញនេះហើយគេដាក់ថា recorder នេះបងប្អូនទាំងអស់គ្នាអាចបាទចុចទៅលើពាក្យថា recorder នេះមកបាទនោះវានឹងចេញបែបនេះលោតសញ្ញាខ្វែងបែបនេះហើយបងប្អូនទាំងអស់គ្នាអាចចុចអូសមកខាងឆ្វេងមកហើយបងប្អូនទាំងអស់គ្នាចុចឲ្យជាប់បន្ទាប់មកបងប្អូនទាំងអស់គ្នាយកដៃអូសមកបាទដើម្បីឲ្យបងប្អូនទាំងអស់គ្នាចង់បានឈ្មោះមកនៅចំពីមុខយើងតែម្ដងបាទបន្ទាប់មកបងប្អូនទាំងអស់គ្នាប្រឡែងទៅបន្ទាប់ពីបងប្អូនទាំងអស់គ្នាប្រឡែងហើយបងប្អូនទាំងអស់គ្នាអាចចុចទៅលើពាក្យថាដាញ់បាទដើម្បីឲ្យឈ្មោះនឹងនៅត្រង់នឹងតែម្ដងបាទអញ្ចឹងបងប្អូនទាំងអស់គ្នាចុចទៅលើពាក្យថាដាញ់មកបាទដើម្បីបញ្ចប់បាទពេលណាដែលបងប្អូនទាំងអស់គ្នាបានចុចទៅលើពាក្យដាញ់ហើយបងប្អូនសង្កេតទៅលើឈ្មោះដែលបងប្អូនទាំងអស់គ្នាបានបង្កើតថ្មីអំបញ្ញមិញអញ្ចឹងវានឹងលោតមកនៅចំមុខយើងតែម្ដងអញ្ចឹងពេលដែលគេផ្ញើសារមកឬក៏គេឆាតមកបងប្អូននឹងឃើញភ្លាមតែម្ដងហើយនឹងមានភាពងាយស្រួលក្នុងការប្រើប្រាស់ទៅលើ Telegram របស់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងពីខ្ញុំទៅមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនទាំងអស់គ្នាពេញចិត្តនៅវីដេអូនេះបងប្អូនកុំភ្លេចចុច Subscribe ដាក់រូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗទាក់ទងនឹងទូរស័ព្ទដៃពី Channel YouTube របស់ខ្ញុំអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត